ចាជំរាបសួរបងប្អូនអពុកមិញទាំងអស់គ្នាចាថ្ងៃនេះមកថតចាវីដេអូចាមកធ្វើវីដេអូបង្ហាញជូនបងប្អូនចាតបែកនៅលើកោះរំដួលណាបងប្អូនចាដោយសារមិនសូវមានពេលបានមកទេហើយបងប្អូនពិតជាឆ្ងល់ចាហើយមិនសូវមានពេលបានមកយ៉ាងម៉េចការតបែកធំប៉ុណ្ណានៃចាគឺបងអូនពៅនាងខ្ញុំជាអ្នកនៅមើលថែហើយរាប់ពេលបេះផ្លែគឺគាត់ជាអ្នកលៃបេះចាដាក់ទូកផ្ញើទៅខាងនាងខ្ញុំចាហើយនាងខ្ញុំបានតែត្រមកទទួលនៅខាងចាត្រើយមកខាងតែប៉ុណ្ណោះអញ្ចឹងចាតោះបងប្អូននាងខ្ញុំបង្ហាញកាមេរ៉ាក្រោយជូនបងប្អូនវិញណាចានេះបងប្អូនចាខាងនេះគឺនាងខ្ញុំដាំគីមជូរសត្វណាហើយនៅចំការខាងនេះគឺប្អូនពៅរបស់នាងខ្ញុំគាត់ជាអ្នកនៅមើលថែអញ្ចឹងបងប្អូននេះស្មៅគឺលិចខ្លាលិចដំរីចាប្រហែលជារវល់ពេកអត់មានពេលអញ្ចឹងគឺគាត់មានពេលថែទៅបាយទេបងប្អូនហើយតបាយច្រកហ្នឹងក៏ច្រើនបងប្អូនដូចឃើញស្រាប់ណាចាស្នោសសំព្រុះតែម្ដងហើយនេះក្តាប់នេះក៏ល្មមច្រកដែរតែប្រហែលជាគាត់ច្រកអត់តន់ហើយស្មៅនោះស្មៅលិចខ្លាលិចដំរីតែម្ដងហើយស្មៅចាបងប្អូនចាដូចបងប្អូនបានឃើញអញ្ចឹងចាគឺដើមប៉ុន្មានក៏មានស្នោច្រកច្រើនដែរបងប្អូនហើយមិនត្រឹមតែចាមានផ្លែធំហើយនឹងក្តាប់ប៉ុណ្ណោះទេបងប្អូនផ្កាបន្តរហូតណាសំខាន់គឺបងប្អូនត្រូវតែចាពូកាយឆ្នៃមេឃវាចាកាយមេឃវាឲ្យបានញឹកញាប់អញ្ចឹងពេលដែលវាលាស់ប្រឡូកថ្មីចាវានឹងចាមានផ្កាមានផ្លែមកទៀតហើយបងប្អូនចាដូចមេឃនេះអញ្ចឹងណាបងប្អូនបើសិនជាបងប្អូនទុកវែងអញ្ចឹងគឺអត់សូវមានផ្លែទេតោះតែបងប្អូនឧស្សាហ៍កាត់ណាចាតោះតែឧស្សាហ៍កាត់អញ្ចឹងនៅពេលដែលបងប្អូនកាត់នៅពេលដែលវាលាស់ប្រឡូកថ្មីមកគឺវាមានចាមានផ្កាមានក្តាប់ហើយបងប្អូនចាហើយដូចបងប្អូនអ្នកដែលទិញផ្លែចានាងខ្ញុំសូមចាឆ្លើយនៅក្នុងនេះតែម្ដងគាត់បានសួរនាងខ្ញុំថាតើតបែកហ្នឹងប្រើថ្នាំអត់ចាប្រើថ្នាំគីមីអត់ចាគឺប្រើនាងខ្ញុំជម្រាបតាមត្រង់ណានាងខ្ញុំគឺអត់កុហកទេចាគឺប្រើដូចឧទាហរណ៍ដូចបងប្អូនមើលនេះណាចាត្រួយវាបងប្អូននៅពេលដែលមិនប្រើថ្នាំណាគឺបែបនឹងឯងមានដង្កូវវាចូលស៊ីត្រួយហើយវាអាចស៊ីដល់ផ្កាទៀតបងប្អូនចានេះគឺផ្កាណានេះបងប្អូនណាគឺចន្លោះនេះគឺផ្កាចាប្រឡោះនេះគឺផ្កានេះចាគឺផ្កាសងខាងបើមិនបាញ់ការពារផ្កានឹងទេគឺអត់មានផ្លែទេបងប្អូននាងខ្ញុំជម្រាបជូនហើយបងប្អូនថាំងចង់ហូបតបាយធម្មជាតិដែលអត់មានប្រើថ្នាំអីទាំងអស់គឺมันមានទេបងប្អូនម្ចាស់នាងខ្ញុំជម្រាបជូនអញ្ចឹងតែម្ដងហើយបងប្អូនកុំភ័យចាបងប្អូនកុំភ័យថាងខ្លាចហូបទៅថ្នាំខូចសុខភាពចានាងខ្ញុំថាដូចជាអត់ប្រហែលជាមិនអាចប៉ះពាល់ទេបងប្អូននៅពេលដែលមានតកូវមើលថាតកូវចូលស៊ីត្រួយគឺបាញ់ថ្នាំសម្លាប់សត្វដង្កូវនេះចាកុំឲ្យវាស៊ីត្រួយទៅគឺអត់សូវប្រើទេតោះថាមានចូលអាហ្នឹងទៅប្រើទៀតហើយនៅពេលដែលផ្លែវាចានៅពេលដែលផ្លែវានេះខ្ញុំរងតិចសិននេះបងប្អូនណានៅពេលដែលផ្លែវាចាប់ផ្ដើមប៉ុណ្នេះទៅគឺលែងមានតកូវមកប៉ះពាល់ហើយបងប្អូនអញ្ចឹងនៅពេលដែលផ្លែវាល្មមច្រកចាបងប្អូនណាគឺផ្លែវាល្មមច្រកប៉ុណ្នេះចាគឺច្រកហើយចាបងប្អូនណាចានាងខ្ញុំបេះខ្នែងចោលអត់ទុកទេទុកតែមួយទេចាប៉ុណ្ណឹងគឺច្រកហើយច្រករហូតតតែផ្លែនឹងល្មមបេះបងប្អូន
ចាទោះបីប្រើថ្នាំយ៉ាងណាក៏អត់អាចចូលទៅប៉ះផ្លាដែរបងប្អូននេះឃើញស្រោបនេះស្រាប់អញ្ចឹងចាគឺបែបហ្នឹងណារហូតដល់ទៅផ្លែធំល្មមញ៉ាំទៅបេះចានេះនៅទេនៅខ្ចីទេអត់តល្មមបេះទេចាហើយបងប្អូនមកគិតថាហូបទៅប៉ះពាល់សុខភាពអត់ចានាងខ្ញុំគិតថាដូចជាมันប៉ះពាល់ទេបងប្អូនព្រោះប្រើថ្នាំអត់ចូលទេចាហើយចំការនេះគឺគឹមជូរសត្វណាចាហើយផ្លែស្ទឹល្មមច្រកបងប្អូនចាអញ្ចឹងបន្តិចទៀតនាងខ្ញុំបង្ហាញចំការផ្សេងទៀតហើយវីដេអូនេះចាគឺអត់ថតទុកទេណាចាថ្ងៃនេះដូចជាថ្ងៃទីចា14ចាថ្ងៃទី14ខែ8បងប្អូនចា2026ចាគឺបញ្ជាក់ថ្ងៃជូនបងប្អូនកុំឲ្យបងប្អូនខាងវីដេអូធ្វើវីដេអូចាស់បង្ហាញតបែកផ្លែច្រើនរហូតចាអត់ទេគឺខ្ញុំនាងខ្ញុំកម្រនឹងបង្ហោះវីដេអូចាស់ណាបងប្អូនចាសឹងតែថាពេលខ្លះធ្វើភ្លាមថតជូនបងប្អូនភ្លាមចាហើយរាល់វីដេអូរបស់នាងខ្ញុំគឺមិនភ្លេចទេបងប្អូនគឺចាទី1លក់ស្នោជូនបងប្អូនចាស្នោច្រកតបែកចាទទួលផ្ញើបងប្អូនចា25ខេត្តក្រុងហើយបងប្អូនអាចកំងជាប្រភេទស្នោដែលច្រកស្រេចក៏បានបងប្អូនគឺយកទៅគឺច្រកនៅផ្លែបានតែម្ដងហើយបើសិនជាបងប្អូនថាទំនេរដែរចាអាចច្រកលេងបានមើលទូបដាចាច្រកលេងបដាអញ្ចឹងបងប្អូនអាចកំងជាប្រភេទស្នោលេតចាកស៊ូផ្សេងហើយនឹងថងផ្សេងចាយកទៅអង្គុយផ្គុំចូលគ្នាទៅតែបើថារវល់មិនមានពេលទេបងប្អូនទិញអាស្រាប់ក៏បានដែរចាទទួលផ្ញើជូនបងប្អូន25ខេត្តក្រុងហើយពូជតបែកចាបោះនាងខ្ញុំគឺចាគឺផ្លែច្រើនអញ្ចឹងបងប្អូនចាប៉ុន្តែសំខាន់គឺបងប្អូនថែដែរណាបងប្អូននេះចាមិនមែនយកទៅដាំចោលហើយអត់ថែអត់តមហើយឲ្យផ្លែច្រើនគឺអត់ទេបងប្អូនណាចាគឺថែដែរអញ្ចឹងបងអូននាងខ្ញុំនេះគាត់ថែតមមកគាត់ដែរគាត់ថាគាត់រវល់ពេកស្មៅច្រើនតែចាតបែកគឺខៀវល្អហើយនាងខ្ញុំរវល់ណាបងប្អូនចំការនៅណោះដាំថែមួយកន្លែងទៀតចាវីដេអូក្រោយទៀតប្រហែលជានាងខ្ញុំបង្ហាញតបែកតែទៅនឹងដាំក្រោយចាគឺដាំគីមជូហើយនឹងម៉ាន់ជូដោយសារតែមានតម្រូវការច្រើនចានេះគឺចំការគីមជូសតទេអញ្ចឹងតោះបងប្អូនទៅមើលអត់ក្របចាអត់ក្របម្ដងចាដើមណាក៏សសំព្រុះដែរណាបងប្អូនចាផ្លែច្រើនហើយបើសិនជាបងប្អូនត្រូវការពូជចាតតែរងចាំបងប្អូនណារិសាឥឡូវគឺពូជនាងខ្ញុំលក់អស់លេងហើយនៅសល់តែមួយមុខទេគឺកញ្ញើបងប្អូនរិសាកញ្ញើធ្វើច្រើនហើយមិនជាសល់ច្រើនទេចាថ្ងៃនេះម៉ួយគាត់កំងកញ្ញើឲ្យតម្លាក់ទៅគាត់ដែរនៅខាងព្រៃវែងតែរិសាតែនាងខ្ញុំចាមកដល់ខាងកោះទៅហើយអញ្ចឹងអត់អាចត្រឡប់ទៅវិញបានទេសូមលើកទៅថ្ងៃស្អែកទៅរៀបចំផ្ញើជូនទៅពួកគាត់បងប្អូនដើមទូចប៉ុណ្ណាក៏មានផ្លែច្រើនដែរណាចានេះគឺជាប្រភេទពូជតបែកសាកមេគឺបែបនឹងឯងហើយបងប្អូនចានាងខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតបងប្អូនកុំដាំក្របអីសោះ
ចាมันអាចដាំគ្រាប់បានទេបងប្អូនខ្លះគាត់យកគ្រាប់ទៅបដោះចាដោះដូចគ្នាចាល្អដូចគ្នាប៉ុន្តែលទ្ធផលដែលទទួលបានគឺអត់ដូចមេត្បាច់ដែលសាកទេណាបងប្អូនហើយមេសាកអញ្ចឹងទៀតសោតបើសិនជាបងប្អូនចាសាកចេញពីដើមដែលបដោះដែលគ្រាប់ចានាងខ្ញុំបញ្ជាក់ណាគឺអត់ផ្លែដូចគ្នាបងប្អូនចាមិនមែនថាអត់សោះទេបងប្អូនវាមានតិចតួចប៉ុន្តែมันផ្លែច្រើនដោយប្រភេទតបែកដែលសាកមេឃបែបនេះទេណាបងប្អូនណាចាផ្លែគ្រាន់តែញ៉ាំអីហ្នឹងចានេះសិតតែផ្លែធំល្មមច្រកចាតោះបងប្អូនចូលអត់ក្របម្ដងចានេះខាងនេះគឺអត់ក្របបេះផ្លែស្បាយហើយបងប្អូនចាហើយបងប្អូនចង់បានផ្លែផ្កាច្រើនបងប្អូនត្រូវតែចាឧស្សាហ៍ធ្វើមេឃឧស្សាហ៍កែមេឃណាចានេះគឺផ្លែអត់ក្របចាបងអូនខ្ញុំគាត់ចង់ដាំចេកអញ្ចឹងគាត់ដាក់ចេកនៅក្នុងហ្នឹងទៀតចាណែនទៀតចាស្មៅក៏ស្មៅចេកក៏ចេកបងប្អូនប៉ុន្តែมันថ្មីទេនេះគឺចំការចាអត់ក្របខាងនេះគឺទៅដល់បុកនៅខាងទលេមកខាងទៀតបងប្អូនចានាងខ្ញុំមិញនៅឈរខាងទលេដែរចាដីនេះវែងគឺបុកទលេសងខាងតែម្ដងហើយបងប្អូននៅខាងនេះចានៅខាងនេះគឺរ៉ូបេចានេះផ្លែល្មមច្រកមួយបងប្អូនចាតបែតើតែឧស្សាហ៍ដើរមើលចាតើឧស្សាហ៍ដើរច្រកបើមិនអញ្ចឹងទេគឺអត់មានផ្លែបេះទេដោយសារឥឡូវគឺសម្បូរសត្វផងចាដើមនេះគឺល្មមច្រកច្រើនបងប្អូនចានេះគឺរ៉ូប៊ីណាហើយផ្លែវាអញ្ចឹងឯងបងប្អូនណាចាតើតាច្រកបានបងប្អូនមើលស្នោឃើញតែដោយសារអត់តបានច្រកទេខ្ញុំក៏មិនមានពេលមកមើលចាបន្តិចទៀតជួបគាត់សិត100ហើយបងប្អូនតបាយល្មមច្រកហើយលុយលើគោកហើយតែហេតុអីមិនច្រកចាតបាយឥឡូវកំពុងតែមានទីផ្សារខ្លាំងណាបងប្អូនខ្ញុំអត់មានតបាយដាក់ម៉ួយទេពេលខ្លះខ្ញុំឆ្លៀតទិញពីខាងក្រៅទៀតណាឆ្លៀតទិញផ្លែពីខាងក្រៅដាក់ឲ្យម៉ួយទៀតចាដោយសារតម្រូវការខាងម៉ួយរបស់នាងខ្ញុំច្រើនសូម្បីតែចការតបាយនាងខ្ញុំផ្ទាល់ក៏ច្រើនបងប្អូននាងខ្ញុំចាសិតតែមានចំការតបាយទាំងអស់នៅតែដាក់ម៉ួយអត់គ្រប់ទៀតចាអញ្ចឹងទៅរកទិញពីខាងក្រៅចារ៉ូប៊ីខាងនេះគឺដាំតែមួយកណាត់ទេប៉ុន្តែមួយកណាត់នេះវែងដែរបងប្អូនចាអញ្ចឹងនាងខ្ញុំដើរទៅដល់ម៉ាន់ជូគឺបន្ទាប់ពីរ៉ូប៊ីទៅគឺម៉ាន់ជូអញ្ចឹងវីដេអូនេះនាងខ្ញុំបង្ហាញជូនបងប្អូនវែងបន្តិចឲ្យបងប្អូនដឹងថាចានាងខ្ញុំធ្វើមេឃលក់មិនមែនទទួលយកពីខាងក្រៅមកលក់ជូនទេចាគឺធ្វើចេញពីខ្លួនឯងពិតហើយដាំទៅគឺដឹងតែមានផ្លែហើយបងប្អូនបងប្អូនរ៉ូប៊ីគឺផ្លែច្រើនចឹងបងប្អូននេះដោយសារតែប្អូននាងខ្ញុំគាត់រវល់មិនដឹងគាត់ទេចាអត់ច្រកអត់អីហើយសិតតែធំណាបងប្អូននេះផ្លែសិតតែល្មមច្រកទាំងអស់គ្រប់ដើម
chà lấy phọt rồi bì hai chà khả đi cứ măn chú bóng phôn chẳng đã măn chú nên trong bạch bằng hai chú bóng phôn tế tại sao bóng nhâm thọp phơ ở chà video bằng hai măn chú chởn hai bóng phôn chà một phết măn chú cứ plai chan chẳng plai là hốt chà bay bà to là hốt chà hai đi sao tay là mồm chợ này chà đây trong can đi thông đai bóng phôn đọc bên chẳng quạt mưa thai mình để ai có mình nè đai mình chỉ bật tô tê bóng phôn chà lại xa đây thông hai anh này rồi bị đàm đi play chả na bóng phôn hay ní chơi nhầm ba đã mà chúa cha bị lừa đo trong song khang ngay xưa vô slug praka bóng phôn cứ họp bàn tình tuổi đậm đi chui cà phê choam nơi pe để đặt ngày hành chẳng với tàu ní nên khi bằng hai chu bóng phôn phần năng tế chẳng hẳn ní đi nên khi ông thèm mình chẳng cứ trà ọt crop trà hai chơi cùng muôn lòng pin tay mà đòn cho nên trong chụp ai vô chơi cùng muôn hai chẳng tờ bài cứ ọt thông lụt loa bảy mấy xa kha tê bóng phôn bà sân chỉ nơi ta tục chơi tiệt chẳng qua tha chơi đi nơi pe đại tờ lẹ cha nơi pe đại cặp rõ cứ lên tục hai cha tục đại chơi nằm ván đi mà chua tế chẳng với tàu ní cha nên trong bằng hai chun bóng phôn đôi chiều về tịch phong này cha hai bà sân chia can giấy đấy rồi bao nhiêu nhung cha miên trong này khoác khe đã được có lên luôn cha trong trong này cái lạnh né xong bóng phôn khăn tay chia sài cha hai chỉ trong cao ấy cha xong ai bóng phôn chui chịch lại cha chui subscribe channel rồi bao nhiêu trong mình đẹp môi phong cha ở con trong đẹp lia bye bye